សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី20ទាំងអស់គ្នានៅចុងសាច់រឿងភាគទី19នេះដែរគឺថាចាជីបានមកផ្ទះលោកវិនម្ដងទៀតតែជួបនឹងយាយគឺថាយាយមិនបានរស់រាយជាមួយនឹងចាជីព្រមទាំងស្ដីឲ្យចាជីទៀតអញ្ចឹងភាគហ្នឹងគឺត្រូវបានស្លេះត្រឹមតែប៉ុណ្ណឹងតើរឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី20នឹងទៅជាយ៉ាងណាទៅណោះប្រសិនបើចាជីបានមករកផ្ទះវិទ្យាសាស្ត្រចាជីនឹងថាចៃម៉ាលីបានមកដល់ផ្ទះវិទ្យាតើលោកវិទ្យនឹងទទួលស្គាល់ចាជីដោយពីមុនដែរឬទេបើតាមកំណត់ខ្ញុំវិញគឺថាលោកវិទ្យមិនទទួលស្គាល់ចាជីដោយពីមុននោះទេអាចថាត្រឹមតែអ្នកស្គាល់គ្នាធម្មតាហើយភាគក្រោយតួអង្គចៃម៉ាលីជាមួយនឹងលោកវិទ្យអាចនឹងមានភាពស្និទ្ធស្នាលជាងភាគមុនទៅទៀតនេះបើសិនជាតាមខ្ញុំគិតទេណាបងប្អូនរីឯតួអង្គបងឆាយវិញគេថាត្រូវប៉ារបស់ចាជីគំរាមចាប់ដាក់គុកតែចាជីបានអង្វរប៉ាគាត់ទៅប៉ាគាត់ក៏លើកលែងទោសនោះដោយឲ្យបងឆាយនេះដែរឲ្យរលុយ$50,000ឲ្យគាត់ក្នុងរយៈពេល1អាទិត្យតែបើតាមខ្ញុំគិតវិញគឺថាបងឆាយគាត់មិនអាចរលុយបាន$50,000ភ្លាមនោះទេព្រោះអីគាត់ជាអ្នកដែលថាគាត់អត់តាន់អាចរលុយបានផ្ទាល់ខ្លួនអីចឹងទៅដោយសារតែគាត់នៅចាយលុយរបស់ប៉ាគាត់ទៅលេងបៀលេងអាប៉ោងអីចឹងទៅបើតាមខ្ញុំគិតវិញគឺថាភាគក្រោយនឹងមានរឿងល្អមើលជាច្រើនផងដែរអ្នកទាំងអស់គ្នាមិនថាតួអង្គលោកវិទ្យជាមួយនឹងចៃម៉ាលីនិងតួអាឆាយជាមួយនឹងប៉ារបស់ចាជីនិងចាជីឥឡូវនេះគឺថាវីដេអូយើងដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមអរគុណនិងសូមជម្រាបលា